ครับសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបានថ្ងៃនេះគឺខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលការធ្វើទៅយោទឹកបាទថ្ងៃនេះគឺមានការងារថ្មីទៀតហើយបងប្អូនហ្នឹងហើយអញ្ចឹងយើងមកមើលការធ្វើទាំងអស់គ្នាហើយតោះមកយើងកាត់ទៅយោវាជាកង់ចឹងមកដើម្បីតភ្ជាប់ជាមួយនឹងវ៉ានទឹកណាអញ្ចឹងស្រេចលើបងប្អូនឆ្លាញ់ទេបងប្អូនចង់ដាក់វ៉ានប៉ុន្មានក៏បានដែរបងប្អូនតែសម្រាប់ខ្ញុំគឺខ្ញុំដាក់តា3ទេបងប្អូនបន្ទាប់មកគឺយើងដាក់លាបកាវវាដើម្បីតភ្ជាប់ជាមួយកែងបាទអញ្ចឹងបងប្អូនទិញតែមកបងប្អូនចង់ដាក់ប៉ុន្មានបងប្អូនទិញតែប៉ុណ្ណឹងមកយើងលាបកាវលាបអីវាឲ្យចូលល្អហើយយើងចាប់ផ្ដើមញុកវាអញ្ចឹងការលាបកាវគឺយើងត្រូវការលាបឲ្យស្អាតដើម្បីកុំឲ្យមានបញ្ហាជ្រាបទឹកនៅថ្ងៃក្រោយអញ្ចឹងយើងប្រើកម្លាំងសង្កត់តិចបងប្អូនឥឡូវយើងបានធ្វើរួចរាល់ហើយបងប្អូនក្នុងវីដេអូហ្នឹងគឺខ្ញុំធ្វើកាត់ឲ្យបងប្អូនបានរៀបរាប់បងប្អូនគ្រប់ជ្រុងជ្រោយទេបងប្អូនហើយឥឡូវយើងចាប់ផ្ដើមតទៅយកទៅឡើងទៅលើដំបូលបងប្អូនអញ្ចឹងបន្តមកគឺយើងតបែបនេះបងប្អូនគឺយើងដាក់វាមកយើងទិញតាគៀបទៅយកបងប្អូនហើយមើលទឹកទាំងអស់គ្នាបងប្អូនថាការបាញ់ហ្នឹងទឹកវាខ្លាំងប៉ុណ្ណាបងប្អូនគឺវិលល្អមែនតើបងប្អូនខាងនេះដូចជាស្ទះអីបងប្អូនអូស្លែបងប្អូនពេលយើងដាក់ទៅយកទឹកទៅវាមានស្លែចូលឥឡូវយើងបានធ្វើវារួចរាល់ហើយបងប្អូនបន្ទាប់ពីយើងបានធ្វើវារួចហើយគឺយើងមកមើលទិដ្ឋភាពនៅខាងក្រោយបន្ទាប់ពីធ្វើហើយបងប្អូនបើទៅពិតជាស្រស់ស្អាតហើយក៏វាជួយកាត់បន្ថយការក្តៅខ្លាំងដែរបងប្អូនវាជួយយើងមួយផ្នែកដែរដោយសារឥឡូវអាកាសធាតុយើងវាប្រែប្រួលទៅតាមហ្នឹងអញ្ចឹងបងប្អូនយើងធ្វើអញ្ចឹងក៏វាល្អដើម្បីការពារកម្ដៅបានខ្លះដែរបងប្អូន